ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានមេនុយថ្មីទៀតណានោះគឺស្លការីសាច់មាន់និយាយតាមត្រង់ខ្ញុំទំតែចេះស្លការីឥឡូវនឹងដែរទេហើយបើជ្រុលជាស្លហើយហ្នឹងក៏ចេញជាវីដេអូទុកចែកជូនបងប្អូនទាំងអស់គ្នាទស្សនាតែម្ដងទៅមិនមែនត្រឹមតែទស្សនាទេគឺថាបងប្អូនអាចរៀនធ្វើតាមវីដេអូខ្ញុំបានណាអាចធ្វើញ៉ាំជាមួយនឹងនំបញ្ចុកឬក៏នំប៉័ងនិយាយពីត្រូវជាតិគ្នាតែម្ដងសម្រាប់គ្រឿងផ្សំដែលយកមកស្លការីហ្នឹងគឺមានដូចជាគ្រឿងបុកហ្នឹងអ្នកទាំងអស់គ្នាប្រកាសជាដឹងថាមានអីខ្លះហើយត្រូវអត់គឺយើងបុកជាមួយនឹងស្លឹកគ្រៃរំដេងរមៀតខ្ទឹមសហើយនិងស្លឹកក្រូចសើចហើយយើងមានសណ្តែកដីលីងយើងមានម្សៅការីមានស្ករត្នោតមានកាពិមានម្ទេសឆ្អើរក្រៀមដែលយើងយកទៅត្រាំទឹកហើយយើងយកមកច្រាំណាហើយមានគ្រឿងសាតេមានខ្ទិះដូងមានគ្រាប់ពោចកាក់ហើយនិងផ្កាច័ន្ទផងដែរគ្រាប់ពោចកាក់ហ្នឹងយើងទុកប្រើវាដើម្បីឲ្យយកពណ៌ឲ្យចេញពណ៌ក្រហមស្អាតម្ទេសឆ្អើរហ្នឹងក៏ខ្ញុំប្រើសម្រាប់យកពណ៌ដែរហើយសម្រាប់បន្លែគឺខ្ញុំប្រើត្រប់វែងខ្ទឹមប្រាំងសណ្តែកគួរការ៉ុតហើយនិងដលងពណ៌ស្វាយក៏ប៉ុន្តែខ្ញុំហៅទិញដលងពណ៌លឿងទេពេលទិញហ្នឹងស្មានតែពណ៌លឿងតើបកមកហ្នឹងពណ៌ស្វាយសោះមានអីឆ្ងាញ់តើបងប្អូនពេលថតហ្នឹងយកអត់មានភ្លើងជំនួយអីដូចគេអញ្ចឹងមានតែប្រើទូទឹកកកជំនួយបន្តិចទៅសាច់មាន់ខ្ញុំប្រើកន្លែងភ្លៅហើយនិងស្លាបបងប្អូនស្រឡាញ់កន្លែងណាដាក់កន្លែងហ្នឹងមកចូលដល់របៀបធ្វើណាបងប្អូនដំបូងខ្ញុំដាក់ប្រេងឆាចូលសិនមកដល់កន្លែងនេះខ្ញុំសុំស្កប់វីដេអូសិនណាបងប្អូនដើម្បីបញ្យល់ឲ្យបានលម្អិតយើងបាក់ភ្លើងតិចខ្លាំងមែនតែនប្រេងក្តៅតិចគឺយើងចាក់គ្រាប់ពុចកាក់ចូលហើយពេលចាក់គ្រាប់ពុចកាក់ហ្នឹងក៏កុំបើកភ្លើងខ្លាំងដែរបើកភ្លើងឲ្យតិចខ្លាំងមែនតែនដើម្បីកុំឲ្យគ្រាប់ពុចកាក់ហ្នឹងវាខ្ទាតចំជាងចំចង្ក្រានហើយវាលាក់ដៃយើងណាកុំភ័យខ្លាចថាបាក់ភ្លើងតិចវាអត់ចេញពណ៌អត់ទេវាចេញពណ៌ធម្មតាទេបងប្អូនហើយនៅពេលដែលចេញពណ៌ហើយហ្នឹងយើងដួសគ្រាប់ពុយកាក់ហ្នឹងចេញឲ្យអស់ហើយយើងដាក់លីងជាមួយនឹងផ្កាច័ន្ទម្ដងមិនថាតែយើងស្លការីឬក៏ធ្វើផាក់ឡូវទេផ្កាច័ន្ទហ្នឹងបើយើងបង់ចូលក្នុងទឹកស្លដោយអត់បានលីងវាអត់សូវឈ្ងុយអញ្ចឹងយើងលីងវាមុនសិនអញ្ចឹងទៅវាឈ្ងុយខ្លាំងបន្ទាប់មកខ្ញុំដាក់លីងម្ទេសឆ្អើរដែរហើយយើងនៅតែប្រើភ្លើងតិចដែរណាបងប្អូនកុំបើកភ្លើងខ្លាំងបន្ទាប់មកទៀតយើងដាក់លីងគ្រឿងបុកម្ដងពេលគ្រឿងមានក្លិនឈ្ងុយហើយខ្ញុំដាក់លីងកាពិដែរបើសិនជាកោកទឹកខ្លាំងពេកគឺយើងអាចបន្ថែមទឹកធម្មតាឬទឹកខ្ទិះដើម្បីកុំឲ្យខ្លោចពេលកាពិមានក្លិនឈ្ងុយហើយខ្ញុំដាក់គ្រឿងការីចូលដាក់គ្រឿងការីហើយខ្ញុំដាក់គ្រឿងសាតេចូលដែរគ្រឿងការីនិងគ្រឿងសាតេឈ្ងុយហើយហ្នឹងខ្ញុំដាក់ស្ករត្នោតដាក់ស្ករត្នោតហើយខ្ញុំដាក់សណ្តែកដីលីងហើយយើងរំងាស់គ្រឿងហ្នឹងនៅលើភ្លើងមួយសន្ទុះសិនណាដើម្បីឲ្យគ្រឿងហ្នឹងមានក្លិនកាន់តែឈ្ងុយបើកភ្លើងតិចទៅបានហើយបើគ្រឿងហ្នឹងកោកយើងថែមទឹកឬក៏ថែមខ្ទិះដូងបន្តិចបានខ្ញុំដាក់បន្ថែមទឹកត្រីបន្តិចទៅសម្រាប់គ្រឿងផ្សំបងប្អូនអាចផ្សំទៅតាមចំណូលចិត្តបានបន្ទាប់ពីរំងាស់គ្រឿងបានមួយសន្ទុះហើយហ្នឹងខ្ញុំដាក់សាច់មាន់ចូលហើយកូរសាច់មាន់នឹងជាមួយគ្រឿងឲ្យបានសព្វកន្លែងនេះខ្ញុំកូររៀងឆ្កងណាបងប្អូនដោយសារតែខ្ញុំប្រើដៃម្ចាស់ហៀងយើងថតម្ចាស់ហៀងហើយដៃម្ចាស់ហៀងទៀតយើងធ្វើម្ហូបអញ្ចឹងដាក់រំងាស់សាច់មាន់នឹងមួយសន្ទុះសិនហើយសិមយើងចាក់ខ្ទិះដូងចុងចូលសម្រាប់ទឹកស្លវិញយើងដាក់រៀងច្រើនតិចមកព្រោះអីយើងត្រូវរំងាស់យូរប៉ុន្តែលៃធ្វើម៉េចកុំឲ្យពេលដាក់បន្លែទៅវាហៀឆ្នាំងណានៅពេលដែលទឹកពុះហ្នឹងយើងដាក់បន្លែចូលមកដាក់បន្លែរឹងមុនមកខ្ញុំដាក់ដលងពណ៌ស្វាយហើយនិងការ៉ុតមុនគេដោយសារតែវាជាបន្លែរឹងពេលយើងធ្វើញ៉ាំខ្លួនឯងអញ្ចឹងណាយើងបាច់ចាំដាក់បន្លែតាមគេក៏បានដែរអាបន្លែណាដែលយើងអត់ចេះញ៉ាំយើងបាច់ដាក់ទេយើងដាក់ទៅបន្លែណាដែលយើងចេះញ៉ាំបន្លែដែលយើងចូលចិត្តអញ្ចឹងណាប៉ុន្តែស្លការីហ្នឹងខ្ញុំអត់បានដាក់ដលងប្រាំងទេបងប្អូន
ភាសាតែខ្ញុំគិតថាខ្ញុំដាក់តលងប៉ោះស្វាយហើយวันខ្ញុំមកដាក់តលងប្រាំងអញ្ចឹងឈាមមន់ឈាមជ្រូកអីបើចូលចិត្តហ្នឹងក៏ដាក់បានដែរគ្រាន់តែថាខ្ញុំអត់បានដាក់ផងហើយឃើញនិយាយរៀងខ្សៅហ្នឹងមិនឈឺទេបងប្អូនគ្រាន់តែរៀងខ្សោយកម្លាំងខ្សោះនិយាយអត់ចង់ទៅមុខអត់សូវមានធម៌ពលអញ្ចឹងបងប្អូននៅដែលមានធម៌ពលច្រើនអីជួយផ្ទេរធម៌ពលឲ្យខ្លះណាដើម្បីឲ្យមានធម៌ពលធ្វើមហូបបន្តទៀតនៅពេលដាក់តលងនឹងការ៉ុតបានមកស្ទុះហើយណាខ្ញុំដាក់សណ្តែកគួរហើយនឹងត្រប់វែងមកងាស់ត្រប់ហើយនឹងសណ្តែកឲ្យរៀងទន់បន្តិចណាហើយសិនយើងដាក់បន្លែតទៀតហើយបន្លែចុងក្រោយរបស់យើងហ្នឹងគឺខ្ទឹមបារាំងពេលដាក់ខ្ទឹមបារាំងហើយខ្ញុំបន្តមកងាស់តិចទៀតណាបងប្អូនសម្លការីរបស់ខ្ញុំនេះគឺខ្ញុំអត់ដាក់ទឹកដោះគោខាប់ទេបងប្អូនខ្ញុំឃើញភាគច្រើនគេធ្វើគេដាក់ទឹកដោះគោខាប់សូម្បីតាម៉ាក់ខ្ញុំនឹងក៏គាត់ធ្វើដាក់ទឹកដោះគោខាប់ដែរប៉ុន្តែដោយសារខ្ញុំភ្លក់ទៅឃើញថាវាផ្អែមហើយអញ្ចឹងខ្ញុំអត់ដាក់ទឹកដោះគោខាប់ទៀតទេបើដាក់ទៅកាន់ផ្អែមហើយសម្លការីរបស់យើងគឺបានរួចរាល់ហើយវិធីធ្វើមានតែប៉ុណ្្នឹងឯងបងប្អូនអាចបិទភ្លើងឬក៏មកងាស់បន្តិចទៀតនឹងក៏បានដែរសម្រាប់ខ្ញុំតតែបន្លែរៀងលួយតិចបានខ្ញុំចេះញ៉ាំតែអាហ្នឹងតាមចំណូលចិត្តបងប្អូនទេណាសម្លការីបើយើងញ៉ាំជាមួយបាយអត់សូវឆ្ងាញ់ទេតែបើញ៉ាំជាមួយនំប៉័ងនំបញ្ចុកអីអាហ្នឹងត្រូវជាតិគ្នាហើយសម្រាប់លបាយនំបញ្ចុកបងប្អូនអាចដាក់តាមចំណូលចិត្តបានដាក់អីក៏បានដែរក្នុងវីដេអូនេះខ្ញុំអត់បានបង្ហាញទេបងប្អូនគឺខ្ញុំថតតែរបៀបធ្វើស្លនឹងឯងសម្រាប់ខ្ញុំគឺខ្ញុំអត់បានដាក់លបាយអីច្រើនទេម្យ៉ាងដោយសារតែស្លការីយើងនឹងដាក់បន្លែឡើងពេញឆ្នាំងឯហ្នឹងចឹងយើងអត់បាច់ដាក់លបាយទៀតក៏បានដែរពួកអីខ្ញុំត្រូវការតមបន្លែឆៅដែរហើយលបាយហ្នឹងគឺជាបន្លែឆៅចឹងណាអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូពីដើមដល់ចប់ណាបើចូលចិត្តកុំភ្លេចជួយចុច Subscribe ឲ្យ Channel YouTube ម្នាក់មួយផងវីដេអូនេះថតមួយថ្ងៃវោះល្ងាចហើយដល់ពេលកាត់តវិញកាត់តឡើងច្រើនថ្ងៃទៅរំទៅកាត់ហើយចឹងណាដោយសារតែយើងអត់សូវមានកម្លាំងដែរដើម្បីជាការអរគុណបងប្អូនដែលបានមើលវីដេអូនេះជូនពរឲ្យអ្នកទាំងអស់គ្នាសុខភាពល្អរកទទួលទានមានបានជូនពរឲ្យជួបតែរឿងវិជ្ជមានល្អចូលមកក្នុងជីវិតហើយទៅណាមកណាប្រកបដោយសុវត្ថិភាពទាំងអស់គ្នាហើយក៏ជួបតែមនុស្សល្អចូលក្នុងជីវិតផងដែរនិយាយទៅខ្ញុំចង់ប្រាប់អាកំបាំងមួយពាក្យជូនពររបស់ខ្ញុំគឺស័ក្តិសិទ្ធិណាស់បងប្អូនគុណបងប្អូនទាំងអស់គ្នាជម្រាបលាបាយបាយ